សួស្តីអ្នកគ្នាថ្ងៃនេះចង់ណែនាំពីការមកផលិតដីពោះនៅមន្ទីរពេទ្យរដ្ឋនៅមន្ទីរពេទ្យអង្គឌួងដែលមានភាពងាយស្រួលជាងយើងទៅនៅពេទ្យកាឡម៉ែដោយសារតែមានមនុស្សច្រើនតែនេះវាស្រួលដែរវាមនុស្សច្រើនដែរប៉ុន្តែមានបុគ្គលិកបរិស័ទគាត់ច្រើនអញ្ចឹងយើងចាប់លេខហើយយើងចាំអង្គុយចាំលេខយើងទៅវាអត់យូរប៉ុន្មានទេព្រោះបុគ្គលិកច្រើនណាស់នេះអញ្ចឹងយើងបានលេខហើយយើងទៅជួបអ្នកបរិស័ទទៅគេនឹងណែនាំប្រាប់យើងថាយើងចង់ធ្វើអីហើយយើងទៅណាគេប្រាប់យើងហើយអញ្ចឹងយើងបានកណ្ដាស់ហើយយើងទៅអាគារសម្ភពនៅខាងក្រោយយើងដើរទៅត្រង់បន្តិចទៅនៅជាន់ទី2ហើយការពិនិត្យដីពោះនៅពេទ្យអង្គឌួងនេះគឺសម្រាប់យើងក្លែមអត្ថប្រយោជន៍របស់បរិស័ទចំពោះមេដាដែលមានដីពោះអញ្ចឹងយើងទៅកន្លែងដល់ព័ត៌មានហើយយើងអង្គុយចាំព្រោះពីច្រើនម៉ោង2កាន់គេចូលធ្វើការអញ្ចឹងម៉ោង2គេចាប់ដើមហៅឈ្មោះអ្នកដែលបានដាក់កណ្ដាស់ហ្នឹងហើយអញ្ចឹងយើងអង្គុយចាំហើយគេពេលដល់ឈ្មោះគេនឹងហៅយើងទៅអង្គុយចាំនៅមួយកន្លែងទៀតដែលនៅចិត្តនឹងអញ្ចឹងដើម្បីត្រៀមចូលទៅពិនិត្យអេកូទៅអេកូហើយយើងបានលទ្ធផលហើយយើងអាចយកกระดาษពីกระดาษស្លឹកទៀតដែលយើងមកបើកឆ្នាំនៅចិត្តកន្លែងបរិស័ទហ្នឹងយើងគ្រាន់តែចាប់លេខទៅគេនឹងហៅលេខតឈ្មោះយើងអាចទៅបើកឆ្នាំបានហើយតែប៉ុណ្្នឹងឯង